ចូលរួមសោកស្ដាយផងពុកម៉ែបងប្អូនដល់ក្រុមជម្រើសជាតិកម្ពុជារបស់យើងដែលការប្រកួតយំមិញគឺយើងបានចាញ់ក្រុមជម្រើសជាតិឥណ្ឌូនេស៊ីនៅលទ្ធផល5-1ផងដែរក៏ជាការចាញ់ដោយគឺគ្រាប់បាល់ច្រើនមែនទែនសម្រាប់ក្រុមជម្រើសជាតិកម្ពុជារបស់យើងដែលយើងចាញ់ក្រុមឥណ្ឌូនេស៊ីនៅក្នុងលទ្ធផល5-1កាលពីយប់មិញផងដែរបើយើងមើលទៅលើស្ថិតិនៃការប្រកួតរបស់ក្រុមឥណ្ឌូនេស៊ីជាមួយនឹងក្រុមជម្រើសជាតិកម្ពុជារបស់យើងគឺឥណ្ឌូនេស៊ីគឺមិនដែលមានប្រវត្តិចាញ់ក្រុមជម្រើសជាតិកម្ពុជារបស់យើងទេពុកម៉ែបងប្អូនគឺគេតែងតែទទួលបានជ័យជំនះទៅលើក្រុមជម្រើសជាតិកម្ពុជារបស់យើងផងដែរហើយយើងសង្ឃឹមថាក្រុមជម្រើសជាតិកម្ពុជារបស់យើងនឹងមានការកែប្រែផងដែរហើយនឹងមានការផ្លាស់ប្ដូរនិងបង្កើនសមត្ថភាពសម្រាប់ការលេងនៅក្នុងពានរង្វាន់ក្រោយៗទៀតនៅក្រោយៗទៀតអញ្ចឹងពុកម៉ែបងប្អូនព្រោះថាយើងឃើញថាការលេងរបស់យើងគឺមិនសូវបានល្អប្រហែលទេសម្រាប់ការប្រកួតនាពេលកន្លងមកផងដែរប៉ុន្តែខ្ញុំសង្ឃឹមថាក្រុមជម្រើសជាតិរបស់យើងនឹងមានការផ្លាស់ប្ដូរបច្ចេកទេសលេងឬក៏មានការវិវត្តពីការចាញ់ទៅជាឈ្នះក៏យើងមើលមិនឃើញដែរប៉ុន្តែរឿងទាំងនេះគឺស្ថិតនៅក្នុងការផ្លាស់ប្ដូររបស់យើងទេពុកម៉ែបងប្អូនអញ្ចឹងហើយគឺសម្រាប់ដូចការលេងយប់មិញយើងសង្កេតឃើញថាក្រុមឥណ្ឌូនេស៊ីគឺជាក្រុមខ្លាំងផងដែរដែលយើងគឺមិនដែលមានប្រវត្តិឈ្នះក្រុមឥណ្ឌូនេស៊ីទេពុកម៉ែបងប្អូនប៉ុន្តែនៅក្នុងឃើញនៅក្នុងព័ត៌មានគេបាននិយាយថាក្រុមលេងហ្នឹងក្រុមឥណ្ឌូនេស៊ីដែលលេងជាមួយកម្ពុជាយើងមិញគឺជាឈុត B ទេហើយក្រុមជម្រើសជាតិកម្ពុជារបស់យើងក៏មិនមែនជាឈុត A ដែរគឺឈុត B ដូចគ្នាប៉ុន្តែទោះជាឈុត B ក៏ក្រុមឥណ្ឌូនេស៊ីគឺនៅតែខ្លាំងណាពុកម៉ែបងប្អូនប៉ុន្តែយើងសង្ឃឹមថាកីឡាករក្រុមជម្រើសជាតិរបស់យើងនឹងមានការផ្លាស់ប្ដូរបច្ចេកទេសនិងខំហ្វឹកហាត់ដើម្បីត្រៀមនៅក្នុងការប្រកួតនៅពេលខាងមុខជាបន្តទៀតផងដែរព្រោះថាទម្រង់លេងរបស់យើងគឺមិនទាន់បានល្អទេពុកម៉ែបងប្អូនព្រោះថាមើលទៅគឺយើងចាញ់ច្រើនមែនទែនគ្រាប់បាល់គឺនៅក្នុងលទ្ធផលដោយការប្រកួតយប់មិញហ្នឹងគឺលទ្ធផលគឺ5-1ពុកម៉ែបងប្អូនហើយសម្រាប់ការប្រកួតរបស់យើងបន្តទៀតគឺយើងជួបជាមួយនឹងក្រុម Timor Leste ផងដែរហើយយើងនឹងការប្រកួតបង្ហាញនៅក្នុងភូលគឺយើងជួបជាមួយនឹងក្រុមជើងខ្លាំងវៀតណាមផងដែរដែលភាគរយរបស់ក្រុមជម្រើសជាតិកម្ពុជារបស់យើងគឺមានតិចមែនទែនសម្រាប់យកជ័យជំនះទៅលើក្រុមទាំងពីរនេះផងដែរប៉ុន្តែដោយសារតែយើងចាញ់ក្រុមសង្ហបុរីហើយនឹងចាញ់ក្រុមឥណ្ឌូនេស៊ីកាលពីយប់មិញផងដែរដែលធ្វើឲ្យយើងគឺមានភាគរយតិចមែនទែនសម្រាប់ការប្រកួតនឹងសង្ឃឹមថានឹងឡើងទៅវគ្គបន្តគឺយើងមានសង្ឃឹមតិចពុកម៉ែបងប្អូនដោយសារតែបច្ចេកទេសលេងហើយឬក៏ដោយសារតែយើងគឺសមត្ថភាពយើងគឺនៅក្រោមគេដូច្នេះហើយគឺយើងចាញ់គេផងដែរនៅក្នុងលទ្ធផល5-1នឹងហើយពុកម៉ែបងប្អូនហើយសង្ឃឹមថាការប្រកួតរបស់ក្រុមជម្រើសជាតិកម្ពុជារបស់យើងការប្រកួតក្រោយៗនឹងធ្វើបានល្អផងដែរពុកម៉ែបងប្អូនហើយយើងសង្ឃឹមថាយើងនឹងអាចទទួលជ័យជំនះទៅលើការប្រកួតបន្តផងដែរបាទពុកម៉ែបងប្អូនហើយវីដេអូរបស់ខ្ញុំក៏មានត្រឹមតែប៉ុណ្្នេះទេហើយបើសិនជាពុកម៉ែបងប្អូនស្រឡាញ់និងចូលចិត្តវីដេអូរបស់ខ្ញុំពុកម៉ែបងប្អូនអាចជួយ follow page និង subscribe channel YouTube របស់ខ្ញុំមួយដើម្បីទទួលបានវីដេអូថ្មីៗជាបន្តទៀតផងដែរហើយគណៈពេលនេះខ្ញុំបាទសូមអរគុណសូមគោរពលាជួបគ្នានៅវីដេអូក្រោយៗទៀតបាយបាយ